ខេសួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនបងប្អូនបន្ថែមទៀតជុំវិញទៅនឹង Marian Docker របស់យើងអញ្ចឹងអាចនិយាយបានថាចំណុចនេះគឺយើងចូលដល់ part ទី4នៃ Marian Docker របស់យើងហើយអាចនិយាយបានថាបើសិនជាបងប្អូនណាដែលគាត់អាចមើលដល់វីដេអូនេះហើយអាចធ្វើបានអាហ្នឹងបងប្អូនអាចថាបងប្អូននឹងយល់បានច្រើនហើយក៏អាចថាមានភាពអត់ធ្មត់ព្យាយាមមែនតើអាចរៀនមកដល់ចំណុចនេះចឹងទៅចឹងខ្ញុំសូមអបអរសាទរណាចឹងឥឡូវខ្ញុំសូមអបអរសាទរប៉ុណ្្នឹងបានហើយឥឡូវយើងចូលមើលរៀនរបស់យើងបន្តទៀតកុំឲ្យវីដេអូយើងវែងពេកចឹងសម្រាប់វីដេអូថ្ងៃនេះគឺយើងនឹងរៀនតាក់ទងទៅនឹងអាចថាតាក់ទងទៅនឹងប្រភេទ inspection និង monitor command ចឹងតាក់ទងទៅនឹង command មួយចំនួនដែលយើងប្រើសម្រាប់ inspect មើលតាក់ទងទៅនឹង container ក៏ដូចជាយើងmonitor មើលតាក់ទងនឹង container របស់យើង run មិនចឹងទៅអានឹងបែបអញ្ចឹងដូចជាបងប្អូនបានឃើញអញ្ចឹងនៅក្នុងចំណុចនេះគឺយើងបានឃើញហើយថាយើងនឹងសិក្សាតាក់ទងដូចជាតាក់ទងនឹង Docker PS អញ្ចឹងតាក់ទងនឹង Docker PS នេះបើតាមខ្ញុំធ្លាប់ធ្វើឲ្យបងប្អូនមើលគឺបងប្អូនធ្លាប់ឃើញហើយថាខ្ញុំធ្វើអីខ្លះអញ្ចឹងតាក់ទងនឹង Docker PS ហ្នឹងគឺយើងធ្វើការ list នៅមើលតាក់ទងនឹង container របស់យើងទាំងអស់នៅក្នុង computer របស់យើងកំពុង run ហ្នឹងថាវាមានcontainer ណាដែលកំពុងតែ run អត់អានឹងតាក់ទងនឹង Docker PS ហើយបើតាក់ទងនឹង Docker PS.a គឺយើងធ្វើការ list ទាំងអស់ list ទាំង container ណាដែលកំពុងតែ stop ឬក៏ running និយាយទៅក្នុងស្ថានភាពណាក៏ដោយក៏យើងដាក់អាហ្នឹងមកគឺវាចេញមកទាំងអស់ចឹងទៅអាហ្នឹងបែបអញ្ចឹងហើយតាក់ទងនឹង Docker PS.q អានេះបានថាវាធ្វើការ show ដែរគឺ show តែតាក់ទងទៅនឹង ID របស់ container ទេអាហ្នឹងបែបអញ្ចឹងណាអាហ្នឹងគឺចំណុចដែល useful ដែរអាចនិយាយបានថាដូចជានេះគេដាក់ useful for script or automation អញ្ចឹងអាចថាឧទាហរណ៍ថាយើងចង់ឲ្យវាមានថាយើងចង់មានជា automation អីមួយចឹងទៅដើម្បីធ្វើតាក់ទងទៅនឹង operation ណាមួយហើយអញ្ចឹងយើងគ្រាន់តែចង់ធ្វើទៅលើ container ទាំងអស់ចឹងទៅយើងអាចធ្វើការ list ធ្វើការ comment ហ្នឹងទៅគឺវាធ្វើការ list ID អញ្ចឹងក្នុងហ្នឹងគឺយើងអាចយក ID ទៅ loop ម្ដងមួយដើម្បីធ្វើអីចឹងទៅអាហ្នឹងតាមអ្វីយើងចង់ត្រូវការអញ្ចឹងណាអាហ្នឹងបែបអញ្ចឹងអូខេអញ្ចឹងឥឡូវខ្ញុំអាចធ្វើការតេស្តឲ្យបងប្អូនមើលបន្តិចទៅកុំឲ្យថាអត់ដឹងអីសោះណោះអញ្ចឹងយើងមើលទាំងអស់គ្នាអញ្ចឹងបើសិនយើងធ្វើការ Docker PS យើងឃើញបែបអញ្ចឹងគឺវានឹងធ្វើការ list នៅ container ទាំងអស់ដែលកំពុង run ហើយបើ Docker PS.a គឺ list ទាំងអស់ដែរប៉ុន្តែ list នៅ container ដែរមានថាទាំង run និងអត់ run អញ្ចឹងទៅហើយបើតាក់ទងនឹង Docker PS.q គឺធ្វើការ list នៅ container ទាំងអស់អញ្ចឹងទៅខ្ញុំគិតថានេះនៅពេលដាក់ Docker PS.q បើសិនជាយើងអត់ដាក់ .a ទេគឺវា list តែ container ដែរដែលកំពុងតែ run ទេអូខេតែបើយើងដាក់ចេះវានឹងធ្វើការ list ទាំងអស់អូខេឥឡូវដល់សារតាក់ទងនៅនឹង computer របស់ខ្ញុំគឺខ្ញុំបាន clear នៅ container អស់ហើយអត់មានសល់ទេអញ្ចឹងអាចថាខ្ញុំនឹង run តេស្តឲ្យបងប្អូនមើលបន្តិចទៅអាចនឹងឥឡូវខ្ញុំសុំធ្វើបន្តិចហើយចាំយើងចូលវីដេអូណាអូខេបងប្អូនឥឡូវខ្ញុំមកវិញហើយគឺខ្ញុំបានធ្វើការ run នៅ container ចំនួន2 Docker PS.a គឺខ្ញុំបាន run នៅ container ចំនួន2ដែល container ហ្នឹងគឺខ្ញុំបានបង្រៀនបងប្អូននៅក្នុងវីដេអូមុនហើយគឺរបៀបនៃការ run container តាក់ទងទៅនឹង NGX ក៏ដូចជា Ubuntu អញ្ចឹងទៅហ្នឹងហើយអញ្ចឹងដូចជាបងប្អូនបានឃើញស្រាប់ថាឥឡូវខ្ញុំធ្វើការ Docker PS.a ណោះអញ្ចឹងនៅពេលខ្ញុំដាក់ Docker PS.a គឺវានឹងធ្វើការ list នៅ container ទាំងអស់ទាំង setter running និងអត់ running អញ្ចឹងទៅអញ្ចឹងដូចជាបងប្អូនឃើញអញ្ចឹងថាទី1គឺវាកំពុងតែ run គឺ វា app setter វាហើយតាក់ទងនេះគឺតាក់ទងនឹង Ubuntu គឺវា exit ហើយអានឹងបែបអញ្ចឹងតាក់ទង Docker PS.a គឺវាចេញទាំងអស់បើយើងដាក់ Docker PS ទៅគឺវាចេញតែ container ណាដែលកំពុងតែ run គឺតាក់ទងនឹង NGX ហើយដូចគ្នាបើសិនជាខ្ញុំធ្វើការ Docker PS.q វានឹងធ្វើការចេញតែ ID ណាដែលមានថាវានឹងចេញតែ container ID ណាដែលកំពុងតែ run ទេអានឹងបែបអញ្ចឹងបងប្អូនឃើញនេះឃើញទេហើយបើសិនយើងធ្វើការ Docker PS.a.q គឺវានឹងធ្វើការចេញទាំងពីរមានថាចេញទាំងអស់ release ID container ID ទាំងអស់ទាំងកំពុង run និងអត់ទាន់ run ទាំងកំពុង run និងអត់ទាន់ run ត្រូវអូខេត្រូវហើយអាហ្នឹងដូចជាយើងអាចដាក់ចេះបានបងប្អូនយើងដាក់ AQ ក៏បានដែរនេះអាហ្នឹងយើងធ្វើការសេកាត់ AQ អាហ្នឹងបានអញ្ចឹងចុះ QA បានអត់ដាក់សិនអូខេ QA ក៏ដើរដែរអត់បញ្ហាទេអញ្ចឹងយើងឲ្យយើងបង្កត់ទៅថា Q ហ្នឹងគឺសម្រាប់ ID container ហើយតាក់ទងនឹង A គឺប្រភេទ list នៅទាំងអស់
អត់ខ្វល់អញ្ចឹងណា all អញ្ចឹងណាអានឹងបែបអញ្ចឹងខ្ញុំសូមធ្វើការចូលទៅកាន់អឺ document របស់យើងបន្តិចសិនអញ្ចឹងតាក់ទងទៅនឹងDocker image នេះក៏ដូចជាមិនបញ្ហាដែរត្រូវបងប្អូនអាហ្នឹងបងប្អូនធ្លាប់មើលណាតាក់ទងនឹង Docker image គឺយើងធ្វើការ list នៅ image ទាំងអស់អញ្ចឹងក្នុងវីដេអូមុនគឺខ្ញុំបានធ្លាប់បានធ្វើហើយតាក់ទងនៅនឹងថ្មីនេះគឺតាក់ទងនៅនឹង Docker log នេះអូខេ Docker log នេះគឺអាចនិយាយបានថាយើងធ្វើការមើល log តាក់ទងនៅនឹង application នៃ container របស់យើងកំពុង run ហ្នឹងអូខេអញ្ចឹងតាក់ទងនឹង log បើសិនជាយើងចង់មើលយើងគ្រាន់ធ្វើការដាក់ Docker log ហើយបន្ទាប់មកយើងដាក់ ID របស់ container ហ្នឹងឬក៏ name របស់ container ហ្នឹងអាហ្នឹងតាក់ទងនៅនឹងការទាញមើល log ហើយបើសិនជាតាក់ទងនឹងនេះយើងចង់ធ្វើការ stream បែរថាយើងចង់មើល log ហ្នឹង real time បើសិនជាមានអីថ្មីគឺវាធ្វើការ log មកថ្មីរហូតអាហ្នឹងក៏យើងអាចធ្វើការដាក់បានដែរយើងដាក់ .f ណាយើងដាក់ .f ទៅគឺវាធ្វើការ follow ទៅលើអាហ្នឹងមានថាវាធ្វើការ stream ទៅលើ log មួយហ្នឹងបែបអញ្ចឹងហើយបើតាក់ទងនៅនឹងអានេះគឺយើងមានជា tail 50នេះមានថា tail 50អាហ្នឹងបានថាយើងធ្វើការយកមើល log តែចុងក្រោយគេមានថាមើលចុងក្រោយ log ចុងក្រោយគេ50បន្ទាត់ចុងក្រោយគេហ្នឹងគឺយើងមើលតែ50បន្ទាត់ទេអញ្ចឹងបើសិនយើងចង់ដាក់ប្រហែលយើងគឺតាមចិត្តរបស់យើងណាហ្នឹងហើយយើងអាចដាក់តាមនឹងបន្ថែមទៀតហើយមើលខ្ញុំសុំនិយាយចប់មកទៅតាក់ទងនឹង inspect អញ្ចឹងតាក់ទងនឹង inspect នេះគឺដូចជាយើងមើលតាក់ទងទៅនឹងព័ត៌មានឬក៏អាចថា configuration មួយចំនួនសម្រាប់ container មួយហ្នឹងបានថាយើងចង់មើល config ចង់មើលអីយើងអាចធ្វើការ inspect មើលបានអានឹងបានអញ្ចឹងហើយតាក់ទងនេះដូចជា inspect.f អូខេ extract specific metadata using formatting អូខេអានេះគឺ inspect ដូចគ្នាប៉ុន្តែគ្រាន់តែយើងចង់មើលអាណាឲ្យប្រកបអីចឹងណាព្រោះដោយសារតាក់ទងនឹងពេលយើង inspect អានេះគឺវាចេញមកច្រើនមែនតើព័ត៌មានណាហ្នឹងហើយអញ្ចឹងបើសិនជាយើងចង់ format យកតែ field ណាដែលយើងត្រូវការយើងអាចធ្វើការដាក់ .f ហើយយើងធ្វើការសរសេរមកនេះអាណាដែលយើងចង់ត្រូវការយើងសរសេរមកគឺវាបានអញ្ចឹងទៅអញ្ចឹងចាំមើល output ទាំងអស់គ្នាណាហ្នឹងហើយឥឡូវខ្ញុំសាកតាក់ទងនឹង log សិនអញ្ចឹងឥឡូវខ្ញុំសូមប្រើប្រាស់តាក់ទងនឹង container name ហ្មងទៅដោយសារតែ container ID គឺខ្ញុំអត់ចាំទេយើងអាចធ្វើការ docker ps មើលបានប៉ុន្តែមិនចាំបាច់ទេខ្ញុំប្រើ name ហ្មងទៅនិយាយរួមទៅតាក់ទងនឹង docker log នេះគឺវាដើរតែសម្រាប់តែប្រភេទ container ដែលកំពុងតែ run ទេយើងអាច log មើលព្រោះ container ណាដែលវា stop exist ទៅគឺយើងអាចមើល log បានទេអានឹងបានអញ្ចឹងណាអញ្ចឹងយើងអាចមើល log ពពួក application ដែរវាកំពុង run អញ្ចឹងយើងធ្វើការ docker log min s តមកយើងដាក់មកweb server ដែលជា NGX ដែលយើងកំពុង run ហ្នឹងអូខេអញ្ចឹងដូចជាបងប្អូនបានឃើញអញ្ចឹងគឺវានឹងធ្វើការ log នៅ full ទាំងអស់ហ្មងនិយាយរួមទៅ NGX application ហ្នឹង run មកមិនគឺវាធ្វើការ log មក full ហ្មងអញ្ចឹងអាហ្នឹងគឺជា log របស់ application របស់ NGX ណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនឃើញថាអានេះនៅពេលខ្ញុំធ្វើការ docker log web server គឺវានឹងធ្វើការ log មកទាំងអស់ប៉ុន្តែវាអត់ stream ទេបានថានៅពេលខ្ញុំធ្វើការដាក់ទៀតវាមកតែអញ្ចឹងបើសិនជាមាន log អីថ្មីគឺវាអត់បញ្ជូនមកទេខ្ញុំអត់ get បានទេដោយសារតែឥឡូវខ្ញុំគ្រាន់តែធ្វើការ log ប៉ុណ្ណឹងវាទីមកប៉ុណ្ណឹងគឺចប់ប៉ុន្តែបើសិនជាខ្ញុំធ្វើការដាក់កន្លែងនេះដាក់ថា .f អញ្ចឹងនៅពេលយើងដាក់ .f គឺបានថាយើងធ្វើការ stream មានថាយើងធ្វើការ follow ទៅកាន់ application log មួយហ្នឹងអញ្ចឹងបើសិនជាមានអីថ្មីគឺធ្វើការបញ្ជូនមានថាបញ្ជូនមកយើងមើលឲ្យយើងមើលមក real time ហ្មងអញ្ចឹងនេះបងប្អូនឃើញតម្រងខុសគ្នាអញ្ចឹងអានេះគឺតម្រង real time នេះគឺយើងធ្វើការ stream មើលរហូតហើយ log នេះយើងអត់មានដាច់ទេណាគឺយើងកំពុងតែមើលនៅក្នុង log មានថាយើងកំពុងតែ stream នៅក្នុង log មួយហ្នឹងអញ្ចឹងreal មានថានៅពេលដែល log នៅក្នុង application នោះមានអីថ្មីគឺ load មកយើងឃើញរហូតហ្មងគឺយើងអត់មានដាច់ដូចអាមិញទេអាមិញគឺដាច់ណាអាមិញគឺដាច់ session របស់ log ហ្នឹងហើយតែអានេះយើងធ្វើការ follow យើងធ្វើការ stream ទៅកាន់ log មួយហ្នឹងអាហ្នឹងបែបអញ្ចឹងអូខេមួយទៀតដូចជាអីគេខ្ញុំភ្លេចបាននេះខ្ញុំសូមមើលសិនអូខេអានេះធ្វើការ tail ដូចជាមិនពិបាកទេណាអា tail នេះវាដើរទាំង stream ដើរទាំងអត់ stream ណាបងប្អូននេះបាទយើងគ្រាន់ធ្វើការដាក់មកឧទាហរណ៍ tail ប្រហែលឧទាហរណ៍ tail 10បន្តចុះអញ្ចឹងបើសិនយើង tail 10បន្តគឺមក10បន្តទេ1 2 4 6 8 10ឃើញទេ10បន្តចុងក្រោយគេអាហ្នឹងបែបអញ្ចឹងអាហ្នឹង tail
ចឹងអា tail នេះយើងចង់ប្រើជាមួយនឹងដក F ក៏បានអត់ដក F ក៏បានតាមចិត្តរបស់យើងអូខេចាំបន្តិចនេះខ្ញុំដាក់ធ្វើការដាក់ដកខ្ញុំលុបដក F ចោលវិញយ៉ា sorry ខ្ញុំធ្វើការប៉ុណ្នេះឃើញទេចឹងវាលុបមកដល់10បន្ទាត់ទេនិយាយរួមទៅអាហ្នឹងគឺយើងឆ្លាញ់ប្រមាណបន្ទាត់ចុងក្រោយគឺយើងដាក់ប៉ុណ្្នឹងគឺវាដាក់ហើយហ្នឹងបានអញ្ចឹងអូខេឥឡូវមួយទៀតមើលតាក់ទងទៅនឹង Docker inspect ក៏ប៉ុន្តែcomment មួយចំនួនចុងក្រោយនេះគ្រាន់តែចង់ឲ្យបងប្អូនមើលទេចង់ឲ្យដឹងថាយើងអាចធ្វើអញ្ចឹងបានហើយបើសិនជាយើងចង់មើលតាក់ទងទៅនឹង Docker GUI ក៏បានដែរយើងចង់ចូលមើលគឺវាងាយស្រួលជាងយើងប្រើ comment ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមើល comment ច្រើនជាងเนาะហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំធ្វើការដាក់ web server មកអូខេចឹងបងដូចជាបងប្អូនបានឃើញអញ្ចឹងថានេះគឺនៅពេលយើងធ្វើការ inspect គឺវានឹងចេញជា array មានថាតម្រងនៃ inspect ហ្នឹងគឺជាតម្រងarray ណា array នៃ object អូខេ array នៃ object ហើយនិយាយរួមទៅអាចនិយាយពាក្យថា JSON ទៅចុះហ្នឹងហើយ JSON object ចឹងក្នុងហ្នឹងវាមានជា array បន្តមកវាមានជាព័ត៌មានទាំងអស់របស់ container មួយហ្នឹងវាមានជា ID របស់ container វាមានព័ត៌មានបង្កើតនៅថ្ងៃណាវាមាន path វាមានargument អីខ្លះដែល execute ទៅហ្នឹងវាមាន state មានថា setter អីគេ running អីចឹងទៅណាហើយមានតាក់ទង image ចេញពី image មួយណាហើយវាមានមានច្រើនណាស់និយាយរួមទៅអាហ្នឹងតើបើសិនជាបងប្អូនត្រូវការប្រើមែនតែនត្រូវការព័ត៌មានណាជាក់ស្ដែងអាហ្នឹងធ្វើតាមហ្នឹងចឹងទៅហ្នឹងហើយគឺព័ត៌មានមានច្រើនមែនតែនវា provide ឲ្យយើងហ្នឹងហើយចឹងអាហ្នឹងព័ត៌មានដែលវា save សម្រាប់ container ហ្នឹងដូចគ្នាចឹងយើងចង់ដឹងយើងអាច inspect មើលបានចឹងទៅហើយបើចង់ដឹងបន្ថែមទៀតអាចធ្វើការស្វែងយល់មើលមួយទៅណាហ្នឹងហើយខ្ញុំអត់អាចបញ្យល់បងប្អូនទាំងអស់បានទេហ្នឹងហើយព្រោះសូម្បីតែខ្ញុំក៏ខ្ញុំមិនចេះទាំងអស់ដែរណាខ្ញុំនិយាយចឹងហ្មងទៅអូខេអញ្ចឹងយើងទៅមើល comment មួយទៀតអាចថាយើងលឿនតិចទៅព្រោះវីដេអូយើងវែងហើយអត់ចង់ឲ្យវែងពេកទេអញ្ចឹងអានេះខ្ញុំសូម copy មកទៅខ្ញុំអត់អាច save មកខ្លួនឯងបានទេអូខេតោះអញ្ចឹងខ្ញុំសូមស៊ូមបន្តិចអូខេតោះអញ្ចឹងខ្ញុំធ្វើការ clear បន្តិចហើយធ្វើការ pass បន្តមកយើងធ្វើការដាក់នៅឈ្មោះ container របស់យើងគឺ web server អញ្ចឹងដូចជាបងប្អូនបានឃើញអញ្ចឹងថានេះយើងធ្វើការ docker inspect ហើយយើងដាក់ .f ហើយបន្តមកយើងធ្វើការដាក់ format ដែលយើងចង់បានអញ្ចឹងនៅពេលដែលយើងដាក់អញ្ចឹងមកគឺវាចេញតែ IP តែមានថាវាចេញតែព័ត៌មានដែលយើងត្រូវការទេដូចជានេះឥឡូវខ្ញុំសូមជប់ខ្ញុំសូមតិចឥឡូវយើងបើកមក tab ទៀតយើងចង់ដឹងថាព័ត៌មានដែលយើង get មកវាត្រូវអត់យើងបើកមក tab ទៀតយើងធ្វើការ docker inspect ហើយយើងដាក់ web server អូខេអញ្ចឹងអានេះគឺខ្ញុំត្រូវការrank មានថាខ្ញុំត្រូវយកមានថា rank នេះគឺដូចជា loop ហីព្រោះដោយសារនៅក្នុងព័ត៌មានហ្នឹងវាជា array ហើយនៅក្នុង array វាមានជា JSON ណាបងប្អូនឃើញទេបងប្អូនឃើញព័ត៌មានហ្នឹងវាជា array ខាងក្រៅជា array បន្តមកនៅក្នុងនោះវាមានជា JSON អញ្ចឹងអានេះវា loop ហីវា loop get មកអញ្ចឹងណាអាហ្នឹងបានអញ្ចឹងអញ្ចឹងវា loop វា rank ច្រឡំ sorry នេះ rank នេះអញ្ចឹងវា rank នៅក្នុងវា rank មកបន្តមកវាធ្វើការយកនៅ network setting field អញ្ចឹងណា network setting field search តិចមកខ្ញុំ copy តែប៉ុណ្្នេះបាទ network setting ហើយធ្វើការ find path នេះបងប្អូនអញ្ចឹងវានឹងធ្វើការស្វែងរកយក field network setting បន្តមកគឺ network អូខេបន្តមក field network នៅក្នុង network setting នេះបងប្អូនឃើញនេះនឹងបានអញ្ចឹងnetwork field វាជា object បន្តមកយើងធ្វើការ get នៅ .ip នៅក្នុងហ្នឹងនេះមកទៅណោះឈប់នៅក្នុងនេះវាមាន bridge មួយទៀតអូខេឈប់ដូចជានេះអូខេអញ្ចឹងវាយកនេះមកឃើញទេអូខេអញ្ចឹងអាហ្នឹងដូចជាយើង point មកកាន់ខាងក្នុងមួយទៀតគឺ IP address យើងយកនេះរួមទៅអាហ្នឹងតាមចិត្តរបស់យើងបងប្អូនណាចិត្តរបស់យើងមិនមែនថាចិត្តរបស់យើងទេអាចថាសម្រាប់យើងហ្មងយើងចង់បានព័ត៌មានអីយើងចង់ format ខ្លីៗយើងចង់មើលព័ត៌មានខ្លីៗយើងអាចធ្វើការ
ហ៊ានសរសេរតាក់ទងនឹង format នេះបានហើយបើចង់រៀនបន្ថែមអាចធ្វើការ search អ៊ីនធឺណិតឬក៏រក AI ជួយបន្តិចទៅតាក់ទងនឹងព័ត៌មានហ្នឹងឧទាហរណ៍ខ្ញុំចង់បានអញ្ចឹងយើងឲ្យ AI ជួយបន្តិចមកថាអូខ្ញុំចង់បានព័ត៌មានអញ្ចឹងសូម inspect មកយកខ្លីៗមាន format មានអីអញ្ចឹង AI នឹង generate ឲ្យយើងជួយើងកន្លែងហ្នឹងហើយហ្នឹងបែបអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺយើងរៀនបានច្រើនដែរតាក់ទងនឹងចំណុចយើង inspect និងតាក់ទងនឹង monitor ជាមួយនឹង Docker ទីមួយយើងបានធ្វើការ list នៅ container ក៏ដូចជា image ហើយបន្តមកយើងធ្វើការ log មើល application log របស់យើងហើយបន្តមកយើងធ្វើការ inspect មើល configuration របស់ container របស់យើងអាហ្នឹងបែបអញ្ចឹងអូខេគឺខ្ញុំគិតថារៀបបានច្រើនមែនតើចឹងបើសិនជាបងប្អូនមានចម្ងល់អីអាចធ្វើការសាកសួរខ្ញុំបន្ថែមបានខ្ញុំនឹងធ្វើការឆ្លើយនៅក្នុង comment អូខេចឹងខ្ញុំដូចជាមានប្រព័ន្ធនឹងដូចគ្នាវីដេអូក្រោយយើងនឹងធ្វើការមើលតាក់ទងទៅនឹង image management បន្ថែមទៀតអាចនឹងខ្ញុំមើលសិនថាគួរតែរៀនអត់បើសិនជាកន្លែងណាមើលទៅខ្ញុំធ្លាប់រៀនហើយខ្ញុំអាចនឹង skip ហើយខ្ញុំអត់បន្តទេណាហ្នឹងហើយនិយាយរួមទៅខ្ញុំចង់ឲ្យបងប្អូនមើលវីដេអូខ្ញុំតាំងពីដើមដល់ចប់ខ្ញុំអត់បរៀនតាមមេរៀនសុទ្ធទេខ្ញុំមើលដែរមេរៀនបើសិនជាកន្លែងហ្នឹងខ្ញុំបរៀននៅក្នុងវីដេអូណាហើយខ្ញុំធ្លាប់និយាយហើយគឺខ្ញុំអត់បរៀនទៀតទេអាហ្នឹងបានអញ្ចឹងខ្ញុំមានប៉ុណ្្នឹងអរគុណច្រើនបាយ